បាទថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការដាក់សំឡេងនៅក្នុង PowerPoint បាទដើម្បីឲ្យលើចម្រៀងឆ្លងកាត់ slide របស់យើងបាទអញ្ចឹងជាដំបូងគឺខ្ញុំនឹងចូលកម្មវិធី PowerPoint បាទ PowerPoint គឺយើងទៅសេទៅបានណា PO បាទ PowerPoint enter មកបង្ហាញពីអក្សរបាទអក្សរ A ចឹងទៅបាទនឹង slide ទី1ខ្ញុំលុបចោលបាទខ្ញុំបានមួយ slide ទៀតខ្ញុំគ្រាន់តែចុចទៅលើ home ឬហើយយកពាក្យ new slide បាទយើងបានចំណុចមួយទៀតគឺចំណុច B បាទយើងអាចសរសេរ B ចូលមកបាទនេះដែលយើងមិនត្រូវការក៏យើងលុបចោលទៅ home យកពាក្យ new slide មកបាទយើងត្រូវការទៅ save វាគឺយើងចូល insert យក text box ចឹងទៅបាទហើយយើងទៅ save D ទៅបាទនឹងបាទអញ្ចឹងយើងមាន slide ចំនួនប្រហែលជា4មាន A មាន B មាន C មាន D អញ្ចឹងណាបាទអញ្ចឹងដើម្បីដាក់ចម្រៀងឲ្យលឺឆ្លងកាត់ slide របស់យើងនេះយើងត្រូវទៅយកចម្រៀងបាទយើងឥឡូវខ្ញុំចូលយកចម្រៀងដែលជាប្រភេទ MP3 បាទអញ្ចឹងគឺខ្ញុំចូលទៅក្នុង channel YouTube បានមានចម្រៀងបាទអញ្ចឹងចូល profile មករួចហើយយើងនឹងចូល YouTube Studio បន្តមកទៀតគឺខ្ញុំនឹងអូសចុះខាងឆ្វេងខាងក្រោមនេះយកពាក្យថា Audio Library បាទអញ្ចឹងខ្ញុំត្រូវការ download ចម្រៀងមួយបាទឥឡូវយើងចាក់ play សាកមើលសិនបាទនេះ text ទី2ទៀតទី3នេះទី3យើង download បាទយើងចេញលើពាក្យ download នេះតែម្ដងឥឡូវវាពុំដំណើរការបាទជាទីនេះណាវារៀងអញ្ចឹងយើង download រួចហើយយើង stop play សិនហើយយើងចុចសញ្ញាផ្អាកទីនេះ minimize នេះយើងចូលទៅមើលចម្រៀងរបស់យើងបាទជាទូទៅ download វានៅក្នុង download ទេបាទអញ្ចឹងខ្ញុំចូលតាម folder ដើម្បីទៅមើលចម្រៀងដែលបាន download ឥឡូវយើងចូលទៅក្នុងទីនេះនេះអូខេបានហើយណា download បានស្ដេចហើយអញ្ចឹងយើងចូលទៅលើ PowerPoint របស់យើងវិញបាទគោលដៅរបស់យើងគឺដាក់ចម្រៀងឲ្យលឺឆ្លងកាត់ slide ទាំង4ហ្នឹងណាទាំងអស់នេះគឺមាន A B C ហ្នឹងបាទដើម្បីដាក់ចម្រៀងបានគឺយើងត្រូវចូលទៅលើinsert ហើយយកពាក្យ audio អញ្ចឹងមុននឹងដាក់ចម្រៀងខ្ញុំសូមនេះសិនបាទគឺធ្វើឲ្យ slide របស់យើងរត់អូតូនៅពេលដែលយើងចុច F5 បាទនេះចុច F5 មើលវាអត់រត់ទេបាទទៅយើងចុចព្រួយជួយបាទយើងចុចទៅបានឃើញប៉ុន្តែនេះខ្ញុំចុចទេបាទអញ្ចឹងវាទៅរត់អូតូទេអញ្ចឹងដើម្បីដាក់ឲ្យរត់អូតូគឺខ្ញុំត្រូវចូលទៅលើកម្មវិធីរបស់យើងនេះគឺ transition នេះហើយនៅកន្លែងទីនេះគឺ on mouse click បាទយើង click ណា click កន្លែងនេះ on mouse click ហើយយើងដាក់ចំនួនវិនាទីមកដើម្បីឲ្យវាដើរប្រហែលវិនាទី3វិនាទីអញ្ចឹងយើង click កន្លែងនេះមកហើយទៅឡើងលេខបាទ3ឬក៏4អញ្ចឹងទៅតាមពេលវេលាដែលយើងចង់បានតោះមកយើង apply all នេះណា apply all បាទខ្ញុំចុច add file សិនមើលវាដើរទេ1 2 3បាទដើរហើយណាបាទអូខេយើងទៅកន្លែងដើមវិញគឺដើរបានហើយបាទអញ្ចឹងខ្ញុំនឹងធ្វើការចាប់ដើមដាក់ចម្រៀងបាទដាក់ចម្រៀងរបស់យើងគឺយើងទៅយកចម្រៀងដែលបាន download រួចជា MP3 ហ្នឹងគឺចូលតាម insert រួចហើយយើងយកពាក្យ audio on my PC បាទនេះក៏នៅ way blue beat នេះ
បាទយើង insert មកយើងនឹងទទួលបានចម្រៀងនេះហើយបាទអញ្ចឹងគឺយើងឃើញទីនេះមាន playback ណាមាន playback ហើយទីនេះគឺយើងយកអីគេយក automatic calling បាទហ្នឹងហើយហើយបន្តមកទៀតគឺយើងផ្លេចចុចលើពាក្យថា play across slide ទើបវាលេងកាត់ slide របស់យើងបាទអញ្ចឹងខ្ញុំចុច F5 សិនបាទ F5 គឺហើយបាទអញ្ចឹង play ក៏លឺហើយ slide ក៏ចេះតែដើរអរគុណសម្រាប់ការតាមដាន